បាទជាទៅសួរពុកម៉ែបងប្អូនជាកសិករបាទខ្ញុំបាទឈ្មោះសវណ្ណរ៉ើនជាមន្ត្រីបច្ចេកទេសតំណាងឲ្យខាងក្រុមហ៊ុន UT Crop Protection បាទថ្ងៃនេះគឺខ្ញុំបាទចុះមកតាមដាននឹងការធ្វើទស្សនាស្រ័យបង្ហាញទាក់ទងនឹងការប្រើប្រាស់ថ្នាំគុំគ្រាប់ស្មៅទាក់ទងជាមួយនឹងទៅលើដំណាំស្រូវរបស់បងនៅខាងឃុំនវាណាបាទអញ្ចឹងបើចឹងដឹងពលមានលម្អិតសូមពុកម៉ែបងប្អូនទៅជួបបងម្ចាស់ស្រែតល់ជាមួយខ្ញុំបាទពីសួរបងបាទអត់ទៅបងរស់នៅភូមិណាស្រុកណាដែរបងនៅភូមិបងរងឃុំនវាស្រុកវវលខេត្តបាត់ដំបងបាទតើតូននឹងស្រែរបស់បងនេះពិតជាបានប្រើប្រាស់ផលិតផលថ្នាំឃុំគ្រាប់របស់ក្រុមហ៊ុន UT Max សេះសមុទ្រ3ពិតមែនអត់បាទហើយតើតូននឹងបងបាញ់អាយុកាលរបស់បងដូចជា2ថ្ងៃមែនទេបាទអញ្ចឹងសម្រាប់ផលិតផលបងប្រើប្រាស់ប្រភេទនីកូហ្នឹងប្រហែល cc បង100 cc ណាហើយតើតូននឹងសត្វអត់ហេឡូប្រហែល cc សត្វអត់ហេឡូ25 cc ហើយតើតូនជាមួយនឹង Fastcro 5 cc បាទ5 cc ក្នុងទឹក25លីត្រណាបាទអញ្ចឹងនៅពេលដែលបងបាញ់ក្រោយពេលបងបាញ់ម្ដងថ្ងៃនេះបងកេតមើលថាតើស្រូវរបស់បងនឹងមានស្មៅដុះដែលឬអត់អញ្ចឹងបងអត់ទេណាអញ្ចឹងបងតាមបងអ្នកវាតម្លៃថាបងឲ្យប្រមាណភាគរយដែរទាក់ទងទៅនឹងការគ្រប់គ្រាន់នេះ95បាទហើយសម្រាប់ខ្សែរបស់បងនេះមកដល់ពេលនេះឲ្យបងបាញ់ចូល9ថ្ងៃណាបាទ9ថ្ងៃណាបាទហើយចុងក្រោយបងអាចនឹងជួយ subscribe ដល់កសិករផ្សេងៗទៀតដើម្បីជួយទិញផលិតផលក្រុមហ៊ុន UT Crop បានទេបងបាទហើយបងបានទិញប្រើប្រាស់បន្ថែមទៀតនៅទិញហើយបាទអញ្ចឹងជាចុងក្រោយសូមអរគុណ